ចំពោះក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្នុងការចូលរួមដើម្បីជំរុញការសិក្សាក៏ដូចជាការបង្កើនធនធានមនុស្សបណ្ដុំបណ្ដាធនធានមនុស្សឲ្យបានកាន់តែច្រើននិងមានគុណភាពតើក្រសួងមានវិធានការក៏មានយុទ្ធសាស្ត្រអ្វីខ្លះដែរក្នុងការជំរុញទៅលើផ្នែកនេះព្រោះមុននេះឯកឧត្តមបានលើកឡើងខ្លះដែរពាក់ព័ន្ធវិស័យឯកជនក្នុងការចូលរួមចា៎អញ្ចឹងសូមឯកឧត្តមលម្អិតបន្ថែមចា៎បាទចំណុចទី1គឺនៅក្នុងរដ្ឋាភិបាលនៅក្នុងរដ្ឋាភិបាលក្រសួងមានផែនការដើម្បីរៀបចំអង្គភាពបរិវត្តកម្ម Digital នៅគ្រប់ក្រសួងស្ថាប័នបាទដែលក្រសួងកំពុងតែគិតគូរនិងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលបាទដោយអង្គភាពបរិវត្តកម្ម Digital នេះគឺជាអង្គភាពដែលមានជំនាញច្បាស់លាស់ប្រមូលផ្ដុំដោយអ្នកជំនាញដើម្បីធានាថាក្រសួងស្ថាប័នទាំងនោះអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital និងគោលនយោបាយរដ្ឋាភិបាល Digital ឲ្យបានជោគជ័យក្នុងរយៈពេល15ឆ្នាំនៃគោលនយោបាយនេះ15ឆ្នាំបាទនឹងធានាថាក្រសួងទាំងអស់នឹងអាចសម្រេចបាននៅគោលបំណងនៃការធ្វើបរិវត្តកម្ម Digital នៅក្នុងក្រសួងរបស់ខ្លួនបាទចំណុចទី2គឺក្រសួងប្រៃសណីនិងទូរគមនាគមន៍ក៏ខិតខំធ្វើផែនការដើម្បីបដិបដាលមន្ត្រីទាំងអស់នៅក្នុងស្ថាប័នដែលគាត់ជាអ្នកប្រើប្រាស់បច្ចេកវិទ្យា Digital នៅក្នុងការងាររបស់ខ្លួនគឺមិនមែនជាអ្នកជំនាញទេតែអ្នកប្រើប្រាស់បច្ចេកវិទ្យាឲ្យមន្ត្រីទាំងអស់ចេះការងារដោយប្រើប្រាស់បច្ចេកវិទ្យា Digital ជាស្នូលបាទដូច្នេះយើងឃើញថាជាការងារធំដែលក្រសួងមួយមានមន្ត្រី500-600រហូតដល់10000 2000អញ្ចឹងយើងបដិបដាប៉ុន្តែក្រសួងប្រៃសណីនិងទូរគមនាគមន៍បានធ្វើរួចហើយបាទហើយយើងកំពុងតែធ្វើការជាមួយក្រសួងផ្សេងទៀតដើម្បីធ្វើការបដិបដានិងធ្វើការរៀបចំបដិបដាទាំងអ្នកជំនាញបដិបដាទាំងអ្នកប្រើប្រាស់បច្ចេកវិទ្យា Digital ឲ្យចេះបាទនៅក្នុងក្របខ័ណ្ឌនៃក្រសួងអប់រំយើងកំពុងតែពិភាក្សាជាមួយក្រសួងអប់រំដើម្បីបង្កើតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា Digital នៅគ្រប់វិទ្យាល័យទាំងអស់ដើម្បីធ្វើម៉េចឲ្យសិស្សនៅក្នុងវិទ្យាល័យគាត់ចេះបច្ចេកវិទ្យា Digital ហើយនៅពេលដែលគាត់ខ្លាយទៅជាកម្មករគាត់ខ្លាយទៅជាកសិករគាត់ខ្លាយទៅជាអ្នករកស៊ីគាត់ខ្លាយទៅជានិស្សិតចូលទៅក្នុងសាកលវិទ្យាល័យគឺគាត់មានជំនាញបច្ចេកវិទ្យា Digital ជាមូលដ្ឋានរួចហើយដូច្នេះនេះគឺជាចំណុចសំខាន់នៅសាកលវិទ្យាល័យយើងបានរៀបចំសិក្ខាសាលាហើយយើងកំពុងតែបញ្ចប់នៅផែនទីបង្ហាញចង្អុលផ្លូវដើម្បីធ្វើម៉េចឲ្យសាកលវិទ្យាល័យយើងទាំងអស់រៀបចំកម្មវិធីសិក្សាឲ្យស្របទៅនឹងនិន្នាការនៃការវិវត្តបច្ចេកវិទ្យា Digital ថាតើ3ឆ្នាំទៀត5ឆ្នាំទៀត10ឆ្នាំទៀតប្រទេសកម្ពុជាយើងតំបន់ពិភពលោកនឹងមានការវិវត្តផ្នែកបច្ចេកវិទ្យាថ្មីអ្វីខ្លះដែលឲ្យនិស្សិតនៅពេលដែលចេញទៅគឺគាត់អាចទៅចាប់យកនៅចំណេះដឹងថ្មីបន្តទៀតនៅក្នុងវិស័យឯកជនយើងក៏គិតគូរដើម្បីលើកទឹកចិត្តឲ្យវិស័យឯកជនឲ្យសាកលវិទ្យាល័យឲ្យមជ្ឈមណ្ឌលបដិបដាលផ្សេងបាទចូលរួមនៅក្នុងការបដិបដាលមន្ត្រីអ្នកនយោជិកហើយនិងអ្នកជំនាញនៅក្នុងក្រុមហ៊ុនដើម្បីឲ្យគាត់ក្លាយទៅជាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Digital ក្នុងរយៈពេលជាបន្តបន្ទាប់ឆ្នាំបន្ត